ចូលមកសិក្សាមេរៀនយើងបន្តទៀតនៅថ្ងៃនេះដែរយើងនឹងលុបបន្ទាត់ខ្លះៗនៅក្នុងប្លង់របស់យើងអូខេជាដំបូងយើងលុបនេះមកអូខេនេះគឺយើងលុបដែរនេះគឺលុបនេះគឺលុបដែរនេះគឺលុបយើងលុបទៅដើម្បីយើងស្រួលនៅពេលដែលយើងលើកឡើងទៅវាស្អាតអូខេកន្លែងនេះដែរយើងធ្វើការកែប្រែបន្តិចបងប្អូនយើង comment សរធីមកចូលក្នុងម៉ែត្រមកអូខេ5មកអូខេដើម្បីជាប់ឡាញអូខេ comment សរធីលុប លុបនេះចោលមកអូខេយើងធ្វើការកែប្រែឡើងនឹងទីបងប្អូនអូខេនៅក្នុងវីដេអូនេះដែរវគ្គនេះដែរយើងសូមបញ្ចប់របស់យើងត្រឹមនេះហើយវគ្គក្រោយយើងនឹងលើកអានេះឡើងទាំងអស់គ្នាអូខេអរគុណច្រើនជម្រាបលា